បងស្រីក៏មិនថាបងអរងចោះចាញ់មាននឹងធ្លាក់ចុះមែនទេបងស្រីចាបងបើសិនជាមានការចោះចាញ់មាននឹងមានការធ្លាក់ចុះតែពេលខ្ញុំទៅលើខ្ញុំមើលទៅលើព័ត៌មានណាគឺខ្ញុំគិតថាវាអត់អាចចោះទេឬក៏អាចបញ្ចប់ទេដោយសារតែហេតុអីគីមចុងអ៊ុនគឺជាមេបងធំនៅប្រទេសកូរ៉េខាងជើងណាបាននិយាយថានឹងផ្ដល់សភាវុធឬក៏ផ្ដល់ជាមេស៊ីទៅកាន់ប្រទេសអារ៉ាំងបើសិនជាមានការដែលចង់តដៃឬក៏ចង់តបតទៅកាន់អ៊ីស្រាអែលឬក៏អាមេរិកអញ្ចឹងមេដឹកនាំធំគឺមានការកាងគ្នាទៅវិញទៅមកហើយអ៊ីស្រាអែលកាងដោយអាមេរិកប្រទេសអ៊ឺរ៉ង់គឺកាងទៅដោយគីមចុងអ៊ុនឬហៅបានថាកូរ៉េខាងជើងអញ្ចឹងសង្គ្រាមមួយនេះនៅតែមានការបន្តបាញ់គ្នារហូតជាខ្លាំងយើងដឹងថារយៈពេលមួយសប្តាហ៍ពីរសប្តាហ៍ឬក៏យ៉ាងណាទេយើងនឹងរងចាំមើលទាំងអស់គ្នាតើអាចនឹងមានការសម្របសម្រួលគ្នាឬក៏បងធំទាំងពីរមានការសម្របសម្រួលគ្នានៅក្នុងការឲ្យប្រទេសទាំងពីរមានការស្ងប់ស្ងាត់មកវិញដែរទេបើមានការស្ងប់ស្ងាត់មានតែធ្លាក់ចុះប៉ុន្តែបើអត់ទេមានបច្ចុប្បន្នតម្លាក់ខ្លួនទិញគឺជាឱកាសនៅក្នុងការចាប់ទីផ្សារស្របពីខ្ញុំទៅស្របបងដែលចង់ចាប់ឱកាសទៅលើទីផ្សារការទិញតលហាឆេមានបច្ចុប្បន្នពិតជាល្អអញ្ចឹងបើចង់បានព័ត៌មានអបថែមពាក់ព័ន្ធជាមួយនឹងការជួញដូរអាច contact នេះខ្ញុំបានតាមតឡនេះខាងក្រោមឬក៏ link QR Telegram របស់ខ្ញុំ pin នៅក្នុងវីដេអូខាងលើជួបគ្នានៅវីដេអូក្រោយ